ក្តីស្រមៃរបស់នីណាហ្នឹងគឺគេបានសម្រាប់ឲ្យគេទៀមទាខ្ញុំហ្នឹងចង់ពេលដែលទៅខ្មែរហ្នឹងគឺគេចង់ធ្វើខ្លួនស្លៀកពាក់បុរាណពីដំបូងហ្នឹងថាយកគាត់ទៅសៀមរាបហ្នឹងដើម្បីស្លៀកពាក់បុរាណថតនៅសៀមរាបប៉ុន្តែដល់ពេលអត់បានទៅសៀមរាបទៅក៏ត្រឡប់មកវិញក៏យកគាត់ហ្នឹងមកធ្វើខ្លួនស្លៀកពាក់បុរាណនៅចិត្តផ្ទះហ្នឹងវិញព្រោះអីគាត់ចង់យូរហើយឃើញគេស្លៀកពាក់បែបខ្មែរគាត់មើល TikTok គាត់មើល Facebook អីចឹងណាឃើញគេស្លៀកពាក់គាត់ចូលចិត្តខ្លាំងមែនតើហើយប៉ះអ្នកចង់ធ្វើខ្លួនដែរណាបងប្អូនអញ្ចឹងក៏យកមកចាប់ឲ្យធ្វើខ្លួនស្លៀកពាក់ចឹងទៅញញឹមរហូតដល់មកបងប្អូនគេចង់ដូចថាស្លៀកពាក់បែបអញ្ចឹងណាបងប្អូនអញ្ចឹងក៏ខ្ញុំត្រៀមពីឈុតសម្រាប់គាត់ហើយណៃអ៊ំមីអាពេលហ្នឹងត្រៀមឈុតសម្រាប់គាត់ដែរប៉ុន្តែគាត់និយាយពីថាអុកឡុកខ្ញុំណាបងប្អូនអើយអុកឡុកមែនតើហើយនេះឈុតគេចាប់ដើមគេស្លៀកពាក់ចឹងទៅធ្វើខ្លួនទៅអីអើយនិយាយពីថាឡើងក្រមុំតែម្ដងណាបងប្អូនអាយុម៉ាន10ឆ្នាំចា10ឆ្នាំ11ឆ្នាំឯនេះសុំកាត់បន្តិចណាបងប្អូនចាំមកប្រម៉ូទមួយហើយសម្រាប់បងដែលគាត់ចាមានកូនទុយឬក៏ម៉ាក់ដែលគាត់ចាមានបញ្ហាថ្មីអញ្ចឹងណាបងប្អូនដែលគាត់មានបញ្ហារកស៊ីថ្មីតកៅស៊ីថ្មីហើយដកថ្មីអាសាឈាមស្រាវស្រាញចាញ់ថ្មីអីហ្នឹងណាថ្មីយើងអត់សអីបងចាអាចប្រើបានជាមួយហ្នឹងចាថ្នាំដកថ្មី Miss Lady នេះបានបងប្អូនមានទាំងកូនក្មេងហើយនិងមនុស្សចាស់ហើយមានពីររសជាតិទេបងប្អូនមនុស្សចាស់ក៏មានពីររសជាតិកូនក្មេងក៏មានពីររសជាតិដែរអញ្ចឹងសម្រាប់បងដែលគាត់ចាមានបញ្ហាមាត់ថ្មីហើយកុំភ្លេចចាដកថ្មីស្អាតផងជាពិសេសគឺកូនយើងនឹងឯងគឺយើងថែថ្មីគាត់នឹងតាំងពីទូចមករហូតអញ្ចឹងទៅដល់ពេលធំឡើងអត់សូវមានបញ្ហាថ្មីទេណាបងប្អូនអញ្ចឹងសម្រាប់បងដែលគាត់ចង់បានជាមួយនឹងថ្នាំដកថ្មី Miss Lady គឺបងអាចតាក់ទងទៅខាង page ចាម្ចាស់ brand គាត់នេះបានព្រោះអីគាត់មានទាំងលក់រាយហើយនឹងបោះដុំទូទាំង25ខេត្តក្រុងយើងនឹងតែម្ដងបងប្អូនចាអញ្ចឹងកុំភ្លេចចារក្សាមាត់ថ្មីយើងឲ្យបានល្អទាំងអស់គ្នាណាបងប្អូន11ឆ្នាំហ្នឹងអូនិយាយចង់វ័យមិនអាយុកូនខ្លួនឯងមើលមកគេឡើងកំ ខ្លាំងដែរហ្នឹងបងប្អូនហើយដល់ពេលតបតែងខ្លួនអញ្ចឹងទៅមើលមកខ្លួនឯងហ្នឹងស្តៀងដែរតាស្តៀងម៉ែដែរតាអ្នកខ្លះគាត់ចេះតែឆ្ងល់ថានីណាហ្នឹងកូនបងបកើតមែនជិះព្រោះអីឃើញធំហើយតែខ្ញុំហ្នឹងនៅក្មេងដល់ពេលអញ្ចឹងទៅម្នាក់ចេះតែសួរចេះតែសង្ស័យព្រោះអីខ្លាចទៅថាកូនប្តីខ្ញុំគ្រូសាមុនអីអញ្ចឹងណាព្រោះឃើញកូនធំនោះអញ្ចឹងគឺយើងតបតែងខ្លួនហើយយើងជិះចាម៉ូតូមកកន្លែងផ្សេងណាបងប្អូនចាំមកកន្លែងយើងថតរូបព្រោះអី studio គេហ្នឹងនៅកន្លែងផ្សេងហើយការតបតែងហ្នឹងនៅកន្លែងផ្សេងពីដំបូងហ្នឹងថាទៅថតហ្នឹងនៅវាលស្រែវាស្រូវអីទេប៉ុន្តែហ្នឹងក្តៅខ្លាំងមែនតើអញ្ចឹងក៏អត់បានថតហើយពេលល្ងាចគឺពួកខ្ញុំអត់មានពេលដោយសារតែនៅផ្ទះជាមួយនឹងក្មួយណាអញ្ចឹងក៏យកនីណាហ្នឹងមកពេលព្រឹកក៏អត់បានថតនៅវាលស្រែអញ្ចឹងហើយក៏នេះមកថតនៅ studio វិញហើយថតហ្នឹងគឺនៅជិតផ្ទះទេជិះម៉ូតូប្រហែលជា7-8នាទីអីហ្នឹងដល់ហើយខ្ញុំនៅខាងខេត្តពោធិ៍សាត់បងប្អូនខេត្តពោធិ៍សាត់ស្រុកតឡូសានជ័យឃុំផ្ទះរងអញ្ចឹងយើងថតនៅខាងចាផ្សារបត់រំដួលហើយបងប្អូនចាអ្នកតឡូសានជ័យដឹងតែស្គាល់ហើយផ្សារបត់រំដួលហើយបងគាត់ថាអ្នកតឡូសានជ័យសាខ្ញុំហ្នឹងហើយអ្នកតឡូសានជ័យកាលពីមុនខ្ញុំស្រុកកវាញទេតែឥឡូវនេះគេកាត់ចូលឃុំអីចឹងណាគេកាត់ឃុំអីចឹងណាបងប្អូនចានេះគេឡើងស្រាប់ព្រឹមព្រៃតែម្ដងបងប្អូនហើយប៉ុន្តែដាច់បាយដាច់ទឹកចាតាំងពីព្រឹកព្រលឹមមកអត់មាននាំគ្នាញ៉ាំអីទេគាត់ថានាំគ្នាសម្រុកមកថតតែម្ដងដោយសារតែត្រៀមថត2ឈុតណាបងប្អូនអញ្ចឹងទៅក៏រៀងពិបាកដែររៀងយូរគូសំដែរអញ្ចឹងណាបងប្អូនហើយទី1ក្តៅមែនតើវាថាងុំហ្មងណាមេឃហ្នឹងកំពុងតែស្ទុំរោភ្លៀងអាហ្នឹងគឺងុំខ្លាំងមែនតើឥឡូវនេះគឺយើងចាប់ផ្ដើមចាផ្លាស់ប្ដូរម៉ូតសក់ហើយនឹងស្លៀកពាក់ធ្វើមួយឈុតទៀតយើងយកពណ៌ផ្សេងមួយទៀតណាបើសម្រាប់ខ្ញុំចូលចិត្តពណ៌នេះខ្លាំងមែនតើពណ៌នេះថាស្លៀកទៅមើលទៅវាលើកសាច់ណាបងប្អូនហើយចូលចិត្តម៉ូតសក់អីអញ្ចឹងទៅមើលទៅវាថារៀងក្មេងជាងអាម៉ូតមិញមើលទៅឡើងកំមុំដល់ពេលម៉ូតនេះរៀងក្មេងជាងបន្តិចតែខ្ញុំចូលចិត្តពណ៌នេះខ្លាំងមែនតើហើយពេលដែលខ្ញុំទៅខ្ញុំថាខ្ញុំនឹងថតដែរប៉ុន្តែអត់មានពេលទេបងប្អូនអើយពេលវេលាយើងខ្លីពេលដោយសារតែនៅផ្ទះអញ្ចឹងហើយក៏យើងអត់មានពេលវេលាសម្រាប់ថតទេប៉ុន្តែឆ្នាំក្រោយហ្នឹងកម្រងទៅហ្នឹងចង់យកនីគីហើយនឹងសង្សារគាត់ហ្នឹងហើយពួកខ្ញុំទៅសៀមរាបហ្នឹងទៅថតតែងថតអញ្ចឹងវិញម្ដងព្រោះអីកម្រងខ្ញុំហ្នឹងគឺមិនថាមិនដែរបានដូចបំណងទេបងប្អូនអើយប៉ុន្តែសម្រាប់កូនខ្ញុំចាក្តីសម័យរបស់គាត់ឲ្យតែពេលទៅថាទៅស្រុកខ្មែរគាត់ទៀមទាចង់ទៅថតទេអញ្ចឹងហើយសម្រាប់ក្តីសម័យកូនមុនសិនម៉ែហ្នឹងចាំមើលអាកាសក្រៅឲ្យម៉ែហ្នឹងចាំនៅរៀងធំបន្តិចយើងស្រួលធ្វើខ្លួនស្រួលស្លៀកពាក់អីអញ្ចឹងណាហើយឆ្នាំក្រោយហ្នឹងប្រហែលទៅគ្នាច្រើននិយាយទៅកម្រងបើថាស្រុកទេសយើងអត់មានបញ្ហាអីគឺដឹងតែទៅ100%ហ្មងប៉ុន្តែយើងនៅលឹបលោដោយសារតែខ្លាចមានបញ្ហាទៀតអីអញ្ចឹងណាបងប្អូនយើងខំទៅពេលនេះទៅហើយទៅអត់បានសុបាយអញ្ចឹងវាស្ដាយលុយដែរអញ្ចឹងណាបងប្អូនឆ្នាំក្រោយហ្នឹងឲ្យតែស្រុកទេសយើងក៏មានបញ្ហាទៀតគឺថាដឹងតែទៅហើយបងប្អូនចាគឺថាកម្រងខ្ញុំហ្នឹងដឹងតែបានសម្រេចឲ្យតែឆ្នាំក្រោយហ្នឹងបានទៅហើយទៅគ្នាច្រើនមែនតើបងប្អូនចាឆ្នាំក្រោយពួកខ្ញុំពីអាមេរិកនេះទៅបើសិនជាទៅបងប្អូនចាជាង10នាក់និយាយទៅចូលចិត្ត5-10នាក់ដឹងច្រើនខ្លាំងមែនតើនីកូនីគីសង្សារនីគីពួកម៉ាក់នីកូពួកម៉ាក់ប្តីខ្ញុំនេះគឺទៅច្រើនមែនតើហើយបងគាត់សួរថាយកហ
Hailey ទៅផង Hailey អត់បានទៅទេព្រោះអីម្ដាយគាត់អត់ឲ្យទៅអញ្ចឹងដោយសារតែកាន់ឆ្នាំមុនហ្នឹងគឺគាត់នឹងបានទៅខាងលេងទៅលេងវៀតណាមផងទៅលេងស្អីគេជាទៅលេងច្រើនប្រទេសដែរកាន់ Hailey ទៅឆ្នាំមុនណាដល់ពេលអញ្ចឹងទៅម្ដាយគាត់ថាអត់មានលុយឲ្យទៅទៀតអញ្ចឹងណាហើយយើងនៅឃើញថាចង់ចេញសបុតយន្តហោះឲ្យដែរតែម្ដាយគេអត់ឲ្យទៅអញ្ចឹងក៏យើងបង្ខំកូនគេអត់បានដែរថតរូបរួចហើយគេសប្បាយចិត្តឡើងស្រះប្រឹមប្រៃហ្មង